កាលពីព្រេងនេះមានអ្នកបរទេសម្នាក់បានបរទេសគោដឹកអូសឆ្លងកាត់ព្រៃជ្រៅដល់ផ្លូវតូចចង្អៀតមួយពោពេញដោយរុក្ខជាតិគ្រប់ប្រភេទដល់កន្លែងមួយស្រាប់តែអ្នកបរទេសបានប្រទះឃើញក្រពើដ៏ធំមួយក្បាលជាប់ក្រោមដើមឈើដួលរលំមួយដើមក្រពើនោះដកដង្ហើមញាប់ដោយសារចាប់និងភ័យខ្លាចអ្នកបរទេសមានការភ័យខ្លាចជាខ្លាំងក្រពើបានលួងលោមអ្នកបរទេសទាំងអង្វើថាលោកអ្នកបរទេសអើយសូមមេត្តាជួយខ្ញុំផងបើលោកជួយខ្ញុំរួចខ្ញុំនឹងតបស្នងសងគុណលោកវិញជាមិនខានអ្នកបរទេសសង្ស័យតែដោយចិត្តអាណិតក៏ព្រមជួយគាត់បានសួរក្រពើឲ្យសន្យាមិនស៊ីគាត់វិញក្រពើក៏ស្បត់សច្ចាភ្លាមពេលបានជួយក្រពើរួចខ្លួនភ្លាមក្រពើមិនបានតបស្នងសងគុណទេតែបែរជាបើកមាត់ហាម៉ាត់យ៉ាងធំហើយស្រែកថាអានឃ្លានអាននឹងស៊ីឯងព្រោះយើងអត់អាហារជាច្រើនថ្ងៃហើយអ្នកបរទេសស្រែកតវ៉ាថាឯងក្បត់ពាក្យសន្យាតើនៅលើโลกនេះគ្មានយុត្តិធម៌ទាល់តែសោះឬពួកគេក៏សម្រេចចិត្តរកអ្នកកាត់ក្តីពេលនោះមានទន្សាយមួយក្បាលដើរមកដោយមានឥរិយាបថក្រអឺតក្រតុំបន្តិចក៏លេចមុខឡើងពួកគេទាំងពីរក៏សម្រេចចិត្តឲ្យទន្សាយនេះកាត់ក្តីទន្សាយឆ្លាតវៃក៏សួរខ្ញុំមិនយល់ទេតើឯងជាប់យ៉ាងម៉េចបើមិនឃើញផ្ទាល់ភ្នែកខ្ញុំមិនអាចកាត់ក្តីបានទេសូមបង្ហាញស្ថានភាពដើមវិញមកក្រពើដោយភាពងងខ្លៅក៏ចូលទៅដេកកន្លែងចាស់ហើយអ្នកបរទេសក៏រុនគល់ឈើធ្ងន់នោះសង្កត់លើក្រពើវិញដោយដើមទន្សាយញញឹមហើយនិយាយថានេះជាយុត្តិធម៌ពិតលោកបរទេសអើយសូមលាហើយចំណែកក្រពើនោះទុកវាឲ្យនៅទីនោះចុះអ្នកបរទេសក៏អរគុណទន្សាយហើយបរទេសទៅបាត់ទៅ